អូខេជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជា vlog ខ្ញុំទៅលេងសៀមរាបបាទហើយនេះគឺជាបន្ទប់របស់ខ្ញុំដែលខ្ញុំបានកក់បន្ទប់មួយនៅកក់នៅជិតអង្គរវត្តនឹងឯងហើយបន្ទប់គឺធំទូលាយមែនទែនក្រេ2ដែលសល់តែអត់មានបន្ទប់បាទគឺណែនអស់ហើយអត់មានបន្ទប់គឺមានតែសល់នៅនឹងមួយគឺគេឲ្យក៏យកអានឹងមកដល់ទៅបាទហើយចំពោះ vlog នេះមកគឺបន្ទប់គឺស្អាតមែនទែនគឺ relaxing បើសិនជាខ្ញុំមានបន្ទប់មួយដែលល្អបែបនេះមិនដឹងជាក្តីសុខប៉ុណ្ណាទេបាទគឺមានបន្ទប់ទឹកយ៉ាងស្រស់ស្អាតទ្វារកញ្ចក់ទៀតបាទមើលទៅគឺស្រស់ស្អាតមែនទែនបាទក្តីសម័យរបស់ខ្ញុំគឺចង់មកបន្ទប់មួយបែបនេះដែលមានមើលទៅមានផាសុខភាពមើលទៅស្រស់ស្អាតមែនទែនបាទជាចង់បានបន្ទប់បែបនេះមែនទែនបាទដើម្បីអាចឲ្យជីវិតខ្ញុំមើលទៅរីករាយបាទនេះគឺខ្ញុំក្រោកឡើងហើយបន្ទាប់ពីទៅដល់ខ្ញុំបានគេមួយយប់ខ្ញុំទៅពេលល្ងាចក្រោកឡើងគេមួយយប់ព្រឹកឡើងដើម្បីត្រៀមដំណើរចេញទៅលេងអង្គរវត្តបាទវាដូចជាម៉ោង6 កន្លះហើយ7 ហើយដែលខ្ញុំក្រោកឡើងនេះគឺខ្ញុំក្រោកឡើងដើម្បីត្រៀមងូតទឹករៀបចំខ្លួនទៅលេងអង្គរវត្តបាទកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នានៅលេងនៅអង្គរវត្តបាទគឺបន្ទាប់ពីរៀបចំខ្លួនហើយគឺខ្ញុំឲ្យភាសាព្រីមៀលហើយក៏ជិះទៅតែម្ដងទៅបាទនេះគឺខ្ញុំមកដល់ហើយគឺដើរលើស្ពានមើលទៅទេសភាពស្រស់ស្អាតមែនទែនបាទមើលទៅគួរឲ្យចង់មកលេងគួរឲ្យចង់គឺទៅពិតជាស្រស់ស្អាតមែនទែនបាទគ្មានអ្វីស្រស់ស្អាតជាងអង្គរវត្តនេះទេបាទនេះបាទមើលទេសភាពគឺមានមនុស្សម្នាមកច្រើនគូសមដែរគឺច្រើនទាំងបរទេសទាំងភ្ញៀវក្នុងស្រុកបាទគឺច្រើនមែនទែនបាទពិតជាស្រស់ស្អាតមែនទែនបាទហើយមិនក៏ក្តៅណាស់ដែរខ្ញុំបានយកឆាត់មួយបងបាទនេះទេសភាពតាមផ្លូវមានស្មៅខៀវស្រងាត់មើលទៅស្រស់ស្អាតមែនទែនបាទដើរមាននារីស្រស់ស្អាតបរិសុទ្ធសង្ហាបាទកំពុងតែមានដៃគូបាទចំណែកខ្ញុំវិញ lonely alone ម្នាក់ឯងបាទពេលនេះគឺបានមកដល់លើប្រាសាទហើយកំពុងតែថតពីលើមើលទៅមនុស្សម្នាមកច្រើនមែនទែនបាទមានអ្នកកាមេរ៉ាអីមកជួយមកថតlive ផ្ទាល់មើលទៅមានច្រើនមែនទែនគឺបានមកទេបាទដូច្នេះហើយចិត្តចង់ដើរលេងខ្លះដើម្បីកុំឲ្យstress នៅតែផ្ទះវាអារម្មណ៍ល្អអត់ស្រស់ស្រាយចង់ដើរហើរមើលភពលោកខាងក្រៅមើលទេសភាពមើលមនុស្សម្នានៅខាងក្រៅតើគេមានជីវភាពបែបណាតើមានដើរដល់ចំណុចណាហើយដូច្នេះហើយយើងទៅយើងគួរតែចេញដើរលេងខ្លះប៉ុន្តែចេញដើរលេងក៏ត្រូវមានថវិកាដែរយើងត្រូវឆ្នេះហើយត្រូវរៀនសន្សំចៃដើម្បីអាចមានផែនការខ្លួនឯងដើម្បីចង់ទៅណាអីយើងអាចទៅលើខ្លួនឯងយើងក៏មិនរំពឹងទៅលើនរណាម្នាក់ឬក៏ចាំឲ្យគេជូនទៅឬក៏ជីវិតគឺយើងត្រូវកំណត់ទៅខ្លួនឯងយើងត្រូវហ៊ានដើរម្នាក់ឯងទោះវាឯកាតែវាមើលលក្ខណៈចេះតែឯកាទៅណាបើមនុស្សឡើងកកយ៉ាងនេះតែយើងមានឯកាយ៉ាងមិនទៀតគឺមានតែមើលទៅគឺប្លែកភ្នែកវាស្រស់ស្រាយអារម្មណ៍ណាមួយយើងនៅតែផ្ទះវា stress វា oh my god ដូច្នេះដើរខ្លះទៅបានមើលណាមួយអាចជប់គូប្រេងក៏ថាបានបាទគឺសុខឃើញស្អាតច្រើនឃើញតែស្អាតប្រុសស្អាតច្រើនមែនទេតែទៅរបស់គេបាទនេះគឺដើរទៅទៀតហើយគឺដើរឈប់តែម្ដងដោយសារតែមកអត់មានគ្នាចឹងត្រូវតែដើររហូតចឹងឯងដើរមើលភាសាតែមកតែមួយថ្ងៃទេបើឆាប់នេះអត់មាននៅយូរទេអត់មានលុយដេកនៅហូតែលទេបាទលុយតិចទេសមមកនេះអត់មានលុយច្រើនទេអញ្ចឹងហើយយើងគេតែមួយយប់ហើយទៅវិញងាយនឹងហើយបាទយើងមកស្ដាប់guide បាទណែនាំក៏ដូចជាបញ្យលពីប្រាសាទតិចបាទ
ចង់ដឹងតែគាត់និយាយខ្លះយើងក៏ភ្លេចតាមដានទស្សនាទាំងអស់គ្នាត្រូវបានបាក់រួមមួយសាត្រូវបានជួសជុលសារជាថ្មីដោយសារUNESCO របស់ជប៉ុនហើយអញ្ចឹងយើងឃើញថ្មមួយចំនួនដែលគេទុកចោលនៅខាងនោះដោយសារថ្មនេះបែកបាក់បណ្ដាជួសជុលបានអញ្ចឹងគេទុកបានលើហើយគេកាត់ថ្មថ្មីដាក់មកឲ្យថ្មដែលបាក់បែកហ្នឹងហើយខ្ញុំសូមបញ្ជាក់តិចថាប្រាសាទអង្គរវត្តយើងនេះនៅក្នុងសតវត្សទី12នេះគេចោះទឹកលើទៅគួរអាហ្នឹងមានហេតុផលវាខ្ញុំមិនប្រាប់ខាងក្រោយកាលពីសតវត្សទី12ប្រាសាទអង្គរវត្តយើងដែលទើបសាងសង់រួចនេះគេមិនត្រូវបានហៅប្រាសាទនេះថាអង្គរវត្តដូចយើងហៅសប្តាហ៍នេះទេគេត្រូវបានឲ្យឈ្មោះថាបរមវិស្ណុប្រាសាទឬក៏បរមាវិស្ណុលោកប្រាសាទហេតុអ្វីបានគេដាក់ឈ្មោះឲ្យប្រាសាទយ៉ាងដូចនេះពីព្រោះថាព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គគឺជាក្សត្រមួយអង្គដែលគិតគោរពជំនឿទៅលើព្រហ្មញ្ញសាសនាអាទិទេពចម្បងនៅក្នុងគំនិតរបស់ព្រះអង្គគឺព្រះវិស្ណុអញ្ចឹងបានកាត់សាងប្រាសាទហ្នឹងដាក់ឈ្មោះឲ្យវិស្ណុទៅពេលវេលាដែលបដូរពីវិស្ណុប្រាសាទមកអង្គរវត្តនេះនៅក្នុងកំឡុងកាលសតវត្សទី16នៅសម័យកាលនៃព្រះបាទអង្គចន្ទរាជានៅពេលដែលព្រះអង្គបាននាំលទ្ធិពុទ្ធសាសនាមកកាន់នេះព្រះអង្គក៏បានកសាងវត្តពីរនៅក្នុងតំបន់អង្គរយើងផងដែរមួយគេឲ្យឈ្មោះថាឥន្ទបត្តបរិយខាងជើងនិងមួយទៀតឲ្យឈ្មោះថាឥន្ទបត្តបរិយខាងត្បូងនៅខាងក្នុងព្រៃហ្នឹងអញ្ចឹងចាប់តាំងពីពេលនោះមកគេប្រែក្លាយពីវិស្ណុប្រាសាទហ្នឹងមកថាអង្គរវត្តទៅសួរថាអង្គរវត្តមានន័យយ៉ាងដូចម្ដេចអញ្ចឹងបើយើងបំបែកន័យនីមួយៗមកបកប្រែអង្គរមានន័យថារាជធានីឬទីក្រុងវត្តមានវត្តអារាមឬកន្លែងស្នាក់អាស្រ័យរបស់អ្នកកាន់ពុទ្ធសាសនាជាពិសេសសម្រាប់ព្រះសង្ឃតាអាចារ្យដូនជីជាដើមចឹងអញ្ចឹងចម្ងល់ដែលគាត់សួរខ្ញុំអំពីថ្មដែលតាក់ទងនឹងប្រហោងនោះអញ្ចឹងថ្មដែលថ្មផ្ទុកដែលយើងយកមកសាងប្រាសាទនេះគឺថ្មខ្លះមានប្រហោងថ្មខ្លះអូខេខ្ញុំចុះមកវិញហើយឥឡូវនេះកំពុងតែចុះមកក្រោមវិញហើយត្រៀមដើរទៅថាមានមនុស្សច្រើនមែនទែននៅខាងក្រោមនេះបាទមើលទៅគឺសស្អាតមែនទែនផ្លូវមានស្មៅដោះខៀវស្ងាត់បាទមានគូស្នេហ៍គេមកគូដើរកាត់មុខគឺធ្វើឲ្យជីវិតមើលទៅគួរឲ្យច្រណែនមែនទែនបាទគូស្នេហ៍គេបាទមនុស្សមានស្អីស្អាតមួយកំពុងតែដើរមើលយ៉ាដូចជាមាននិស័យបាទមានស្អីស្អាតមួយកំពុងតែដើរលួចថតនៅពីក្រោយតែម្ដងបាទកុំឲ្យគេដឹងខ្លាចគេស្ដីឲ្យបាទយើងលួចថតដើរសើមពីក្រោយគេទៅបាទដោយសារតែយើងអត់គោមកម្នាក់ឯងអញ្ចឹងលួចថតគេតិចទៅតែមួយគេដើរម្នាក់ឯងផងក្រែងដល់ណាសុំ Facebook សុំលេខគេមកផ្លេតទៅនិយាយលេងទៅបាទបងប្អូនកុំប្រកាន់ឡើយបាទខ្ញុំគាត់តែនិយាយលេងមកមើលទៅគាត់ស្អាតមែនទែនតែដើរម្នាក់ឯងមើលទៅសភាពនៅខាងក្រៅគឺដាំថ្នាតស្រស់ស្អាតមែនទែនបាទហើយអ្នកដែលដើរខាងមុខខ្ញុំក៏ស្រស់ស្អាតទៀតឯងលួចថតមួយមើលមិនប្រឡំថតទេបាទគឺខ្ញុំថតប្រាំងប្រាសាទនៅថ្មនេះទេបាទគឺមើលទៅស្អាតមានចម្លាក់អីស្អាតមិនតាមថតអ្នករៀបអ្នកនោះទេបាទតែចេតនាអាចនឹងតិចដែរបាទមើលគេដើរហើយអ្វីក៏ដើរម្នាក់ឯងគូគេនៅក្រោមទៅដឹង Oh my god នេះមិនដល់ឈោទៅសភាពស្អាតទៀតមិនថតដាំថ្នោតទេបាទបាត់ម្ដងមិនចេញមកវិញហើយខ្ញុំចេញមកវិញមកដើរមើលគេលក់តាមតូបនៅមុខនឹងបន្តិចបាទឃើញមានគេតាមហៅខ្ញុំមែនទេចង់ឲ្យខ្ញុំទិញបានមួយពីរតែចេះដល់នៅខ្ញុំអស់លុយបាត់ហើយបាទមកសល់លុយតិចតួចចឹងហើយមិនហ៊ានទិញទេបាទខ្លាចឲ្យមានលុយជិះឡានទៅផ្ទះវិញបាទ Oh my god បាទជាក្រោយសូមអរគុណសម្រាប់ការទស្សនាខ្ញុំក៏បណ្ដាខ្ញុំក៏ចិត្តអស់ថ្មផងដែរខ្ញុំនឹងថតហើយដូច្នេះវាមិនបាទឆ្នេះសូមអរគុណបងប្អូនទាំងគ្នាសម្រាប់ការទស្សនាបាទជម្រាបលាបាយបាយ